សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយទាក់ទងជាមួយនឹងការប្រើប្រាស់នៅក្នុង Microsoft Word ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបកំណត់មាតិកាដោយស្វ័យប្រវត្តិហើយនឹងបន្ថែមពីលើនោះមួយទៀតគឺយើងកំណត់ចំណងជើងឲ្យមានការកំណត់ដូចជាទំហំឬក៏ style អក្សរស្រាប់ជាក់ស្ដែងនៅក្នុងវីដេអូមួយនេះអញ្ចឹងនៅតាមចំណងជើងគឺខ្ញុំធ្វើការកំណត់ style ហើយនឹងទំហំរបស់តួអក្សរស្រាប់ហើយនៅពេលដែលយើងដាក់ចំណងជើងដែលមាន style ដូចគ្នាដដែលៗអញ្ចឹងយើងមិនបាច់អង្គុយចុចអញ្ចឹងមួយទេគឺយើងមានកន្លែងកំណត់ដោយស្វ័យប្រវត្តិដូចគ្នាជាមួយនឹងការបង្កើតមាតិកាអូតូដូចក្នុងជាមួយនឹងការបង្កើតមាតិកាដោយស្វ័យប្រវត្តិនេះខ្ញុំធ្លាប់ចេញវីដេអូពីមុនម្ដងហើយប៉ុន្តែនៅក្នុងវីដេអូមួយនេះខ្ញុំចង់បន្ថែមពីរបៀបformat អក្សរនៅក្នុងការប្រើប្រាស់លើ heading អញ្ចឹងការប្រើប្រាស់ heading ហ្នឹងគឺវាមានសារៈសំខាន់មែនទែននៅក្នុងការបង្កើតមាតិកាដោយស្វ័យប្រវត្តិគឺយើងត្រូវពឹងផ្អែកទៅលើការបង្កើត heading ហ្នឹងឯងអញ្ចឹងដំបូងពេលដែលអ្នកគ្នាចង់បង្កើត heading style អ្នកគ្នាអាចចុចសញ្ញាព្រុយនេះក៏បានឬក៏ចុចកន្លែងមួយនេះក៏បានដែរអញ្ចឹងនេះខ្ញុំចុចលើសញ្ញាព្រុយតូចមួយនេះនៅពេលដែលចេញផ្ទាំងតូចបែបនេះអ្នកទាំងអស់គ្នាចុចកន្លែងនេះមានសញ្ញាបូកនេះនៅពេលដែលយើងដាក់មកលើវាទៅវានឹងមានពាក្យ new style អញ្ចឹងចុចលើហ្នឹងមកចូលមកដល់កន្លែងនេះកន្លែង name គឺយើងកំណត់ឈ្មោះរបស់ style របស់យើងឥឡូវខ្ញុំដាក់ថាហើយខ្ញុំដាក់ H1 នេះខ្ញុំប្រើសម្រាប់តែចំណងជើងដែលមានលេខមួយខ្ទង់តែដូចមួយចុចចឹងអាហ្នឹងហៅលេខមួយខ្ទង់អីអញ្ចឹងខ្ញុំប្រើ style H1 ហើយ style background នេះខ្ញុំយក heading 1ហើយកន្លែងនេះខ្ញុំនឹងកំណត់ទៅជា font ខ្មែរ OS មូល័យវិញមូល័យហើយ font ខ្ញុំយក font 14ហើយចំពោះ color ខ្ញុំយកពណ៌ខ្មៅអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលកន្លែងនេះ preview បានអ្នកនរគ្នាអញ្ចឹង font នេះខ្ញុំដាក់មូល័យហើយកន្លែង preview នេះវាអត់លោតមូល័យរបស់យើងទេវាលោតខ្មែរ OS បាត់ដំបងអញ្ចឹងអ្នកនរគ្នាទៅចូលទៅកែនៅកន្លែង format វាមួយទៀតអ្នកនរគ្នាអាចមើលអក្សរខាងក្រោមក៏បាននេះfont default ហ្នឹងគឺខ្មែរ OS មូល័យហើយ font 14ដូចយើងបានកំណត់អញ្ចឹងប៉ុន្តែកន្លែង complete script font វាជាប់នៅខ្មែរ OS បាត់ដំបងហើយ font 12អញ្ចឹងយើងទៅកែកន្លែង complete script ហ្នឹងសិនបើសិនយើងអត់កែវាទេអាការកំណត់ formatting យើងកន្លែងនេះគឺវាចេញ font មូល័យទេយើងអ្នកគ្នាចូល format មកដើម្បីកែកន្លែងហ្នឹងកន្លែងនេះតើអ្នកចង់កែក៏បានដែរនេះមាន font មាន paragraph មាន tab មាន border អីជាដើមតែកន្លែងនេះកុំដល់ខ្ញុំកែ font ទេខ្ញុំចូលកន្លែង font ហើយតើគ្នារកពាក្យ complete script ដូចមិញមកនេះកន្លែង complete script ហ្នឹងតើគ្នាមើលមកត្រង់ចំណុចនេះមានពាក្យ complete script នេះវាជាប់បាត់ដំបងអញ្ចឹងយើងកែដាក់មូល័យដូចគ្នាមកដល់គ្នានេះកែដាក់លើមកណាហើយយក font 4ដូចគ្នាមកដល់គ្នាអញ្ចឹងការកំណត់យើងទៅប៉ុណ្្នឹងទេយើងចុច OK មកនេះអាកន្លែង preview វានឹង load font មូល័យអញ្ចឹងដល់ពេលអ្នកគ្នាចុច OK ទៅអាកន្លែងចង style របស់យើងមួយហ្នឹងវានឹងមកតាមអ្វីដែលយើងបាន preview ឃើញបែបហ្នឹងហើយចុច OK មកមិញនិយាយថាខ្ញុំឈរកន្លែងលេខ3ខ្ទង់អញ្ចឹងវានឹងចេញបែបហ្នឹងអញ្ចឹងអានេះអ្នកគ្នាបិទវាសិនមកនេះកន្លែងខ្ញុំយកមកអញ្ចឹងH1នេះខ្ញុំចង់កំណត់លើចំណងជើងលេខ1អញ្ចឹងអ្នកគ្នាចុច select វាហើយចុច H1 មកនេះវានឹងមកទៅតាមការកំណត់របស់យើងហើយកន្លែងនេះបើអ្នកគ្នាចង់ដាក់ H1 ដែរក៏បានឥឡូវខ្ញុំកែឲ្យមើលមួយទៀតខ្ញុំនឹងកំណត់ font ថ្មីមួយទៀតនៅកន្លែងលេខ3ខ្ទង់នេះអញ្ចឹងខ្ញុំនឹងបង្កើត style ថ្មីដែលវាមាន mode អក្សរផ្សេងគ្នាអ្នកគ្នាអាចមើលតែម្ដងមួយទៀតអនុវត្តក៏បានតែខ្ញុំចង់តេស្តឲ្យអ្នកគ្នាមើលម្ដងទៀតអញ្ចឹងកន្លែងនេះខ្ញុំដាក់ H3 តំណាងឲ្យ heading 3អញ្ចឹងទៅនេះខ្ញុំយក heading ទី2ទៅចាស់នេះខ្ញុំប្រើខ្មែរ OS បាត់ដំបងខ្ញុំយក font 4ហើយខ្ញុំដាក់ italic ខ្ញុំដាក់អក្សរ iterate ហើយខ្ញុំយក color ពណ៌ខ្មៅអ្នកនរគ្នាមើលកន្លែង preview វាអត់ចេញ font បាត់ដំបងទេវាចេញ font មូល័យអញ្ចឹងអ្នកនរគ្នាចូលទៅកែកន្លែងនេះខ្ញុំប្រាប់មុនទៅបើសិនជាអ្នកនរគ្នាអត់ចង់កែខ្ញុំនឹងបង្ហាញពីលទ្ធផលម្ដងបើសិនជាយើងអត់កែនេះវានឹងចេញទៅតាមអ្វី preview អញ្ចឹងចាំមើល font អ្នកកន្លែងលេខ3ខ្ទង់1.2.1 ហ្នឹងដល់គេចាំមើលពេលខ្ញុំចុច OK ទៅវាអត់លុតទៅ font បាត់ដំបងតាមយើងកំណត់ទេវាទៅជាមូល័យវិញអញ្ចឹងអ្នកគ្នាទៅកែកន្លែងដែលខ្ញុំប្រាប់មុនហ្នឹងទៅអញ្ចឹងបើសិនជាយើងបង្កើត style នឹងខុសហើយយើងចង់កែវាអ្នកទាំងអស់គ្នាមកស្ដាប់លើវាហ
ហើយយក modify អាហ្នឹងស្មើនឹងពាក្យ edit តោះគ្នាចូលកន្លែង format មកចូលទៅ font ដដែលមកនេះកែកន្លែង complete script នេះយើងដាក់ទៅខ្មែរអូឲ្យបាត់ដំបងវិញ copy ទៅលើក៏បានដែរបងប្អូនហើយនេះ4ដូចគ្នាមកហើយកន្លែង font style នេះយើងយក trade អញ្ចឹង italic នេះទៅគ្នាមក preview ក៏បានដូចគ្នានេះយើងចុច OK មកនេះកន្លែងនេះវាទៅតាមការកំណត់យើងពេលយើងចុច OK មកហើយកន្លែង1.2.1 វានឹងមកទៅតាមការកំណត់យើងហើយវានឹងត្រូវវាលេខខុសទៀតហើយទៅប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំឥឡូវអានេះខ្ញុំកំណត់យក x2 ដែរខ្ញុំសូមបង្ហាញកន្លែងមួយទៀតដល់គ្នាយើងចង់ដឹងថាមាតិកាយើងបង្កើតទៅវាជាប់ឬអត់ដល់គ្នាអាចចូលមកកន្លែង page នេះចុចកន្លែង page ហ្នឹងមកហើយមើលកន្លែង heading នេះ heading យើងចុច mat 3ហើយប៉ុន្តែអាកន្លែង1.2 នេះវាអត់ជាប់ទេអញ្ចឹងតោះគ្នាដាក់ដោយសារមិញហ្នឹងវាអត់ទាន់បានដាក់ style ឲ្យវាទេអញ្ចឹងយើង select ហើយយើងដាក់ style មកឥឡូវនេះខ្ញុំប្រើ style H1 ដែរនេះតើគ្នាឃើញកន្លែងនេះវាចេញ 1.2 មកមុនហ្នឹងវាអត់ចេញទេអញ្ចឹងនៅពេលដែលកន្លែង heading នេះមានចំណងជើងឬក៏មានអក្សរទាំងប្រមាណនៅពេលដែលយើងបង្កើតមាតិកាដោយស្វ័យប្រវត្តិវានឹងចេញដូចកន្លែងនេះអញ្ចឹងមានប្រមាណពាក្យវានឹងចេញប៉ុណ្ណឹងចឹងឥឡូវយើងនឹងបង្ហាញពីរបៀបបង្កើតមាតិកាដោយស្វ័យប្រវត្តិវិញចឹងតើគ្នាចូលមកកាន់ reference tab តើគ្នាមើលកន្លែងនៅខាងឆ្វេងដែរមានពាក្យ table of content តើគ្នាចុចទៅនឹងមកតែតើគ្នាអាចមើល style ឆ្លៃ style មកយកមួយនឹងមកតែខ្ញុំយកទី1គឺ style ទី1ដល់នេះនេះដូចខ្ញុំនិយាយមកអញ្ចឹងអាកន្លែងនេះវាមានប្រមាណជួរអានេះនឹងចេញមកទាំងប៉ុណ្ណឹងដែរហើយអាកន្លែងឃើញលេខ3ខ្ទង់វាចូលក្នុងដោយសារអីដោយសារកន្លែងនេះដល់គ្នាដោយសារ x3 គឺខ្ញុំយកខ្ញុំជិះមើលហ្មងទៅហើយតើគ្នាអត់ទាន់នេះខ្ញុំយក heading 2អញ្ចឹងទៅបានអាកន្លែងនេះវាចូលទៅក្នុងបើតើគ្នាចង់វាស្មើគ្នាឲ្យត្រង់ទាំងអស់តើគ្នាយក heading 1មកអ្នកគ្នាតែខ្ញុំយក heading 2ដើម្បីមើលទៅឃើញវាចូលមកកលិបទៅក្នុងប្រយោជន៍នៃការបង្កើតមាតិកាអូតូនឹងមានច្រើនឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ចូលទៅកាន់កន្លែងចំណងជើង 1.1.2.1 តើគ្នាចុចcontrol ហើយចុច click មួយមក click មកនេះសបខាត់ទេអ្នកនរគ្នាចុច control ហើយ click អញ្ចឹងវានឹងនាំអ្នកនរគ្នាទៅដល់កន្លែងហ្នឹងហើយឃើញអាហ្នឹងគឺជាអត្ថប្រយោជន៍ទី1ហើយអត្ថប្រយោជន៍តទៀតនៅពេលអ្នកនរគ្នាមានការកែប្រែអីមួយនេះអ្នកចុចវាលើវាមានពាក្យ update table ហើយអញ្ចឹងពេលយើងចូលមកដល់កន្លែងនេះវាមានទាំង2ជម្រើសឲ្យយើងជ្រើសរើសទី1នេះគឺយើង update តែលេខទំព័រទេករណីអ្នកនរគ្នាថែមទំព័រថ្មីអ្នកនរគ្នា update លេខទំព័របានហើយអាទី2នេះមានន័យថាយើង update មាតិកាថ្មីឧទាហរណ៍ថាអ្នកនរគ្នាថែមចំណងជើងថ្មី2 3 4 5ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែយកអាទី2បើអ្នកទាំងអស់គ្នាយកជម្រើសទី1កន្លែងហ្នឹងគឺវា update តែលេខទំព័រឲ្យយើងទេបើអ្នកទាំងអស់គ្នាថែមចំណងជើងគឺវាអត់បង្ហាញមកចំណងជើងថ្មីដែលយើងទើបថែមក្រោយហ្នឹងទេចុះវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណ